action កន្លែងអូពេធេរ៉ាយើងអូពេធេរ៉ាយើងគឺយើងបានអភិរក្សចេកព្រៃបានមកគុំធំចេកព្រៃមានសារៈប្រយោជន៍ដើម្បីធ្វើជាចំណីផងធ្វើជាថ្នាំព្យាបាលសត្វផងហេតុដូច្នេះហើយចាស់បុរាណយើងបានឲ្យតម្លៃទៅលើចេកព្រៃនេះថាជាឱសថម្យ៉ាងពិសេសសម្រាប់នៅក្នុងប្រទេសកម្ពុជាសម្រាប់ព្យាបាលសត្វដែលមានអាការៈរោគគ្រុនក្តៅបាទហើយជំងឺពឹសជំងឺប៉េះអីហ្នឹងគឺចេកព្រៃអាចមានលទ្ធភាពក្នុងការព្យាបាលដូច្នេះថ្ងៃនេះយើងបាននាំនិស្សិតមកពីវិទ្យាមណ្ឌលហ្វឹកហ្វឺននៅបាត់ដំបងមកសិក្សាអំពីដើមចេកព្រៃនេះហើយយើងក៏បានជីកដើមចេកព្រៃនេះបាទយើងយកដើមជំទង់បាទនេះគេហៅដើមជំទង់បាទដើមជំទង់វាមានសក្តានុពលខ្លាំងជាងដើមធំធ្វើជាសុទ្ធដូច្នេះយើងឲ្យនិស្សិតគាត់ជីក4គុំដើម្បីយកទៅផលិតថ្នាំសត្វនៅមជ្ឈមណ្ឌលពេលយើងត្រឡប់មកពីការសិក្សានៅឯសំឡូតវិញយើងថ្ងៃនេះយើងជីកយកទៅបាត់ដំបងដើម្បីរៀនអំពីអត្ថប្រយោជន៍សារៈប្រយោជន៍អំពីក្តិលចេកព្រៃហើយនឹងដើមចេកព្រៃយកទៅធ្វើជាឱសថសម្រាប់ព្យាបាលសត្វមានសត្វត្រីសត្វក្នុងទឹកសត្វលើគោកមានគោក្របីជ្រូកមាន់ទាសេះលាក់នឹងលាក់ដូច្នេះយើងឲ្យនិស្សិតកំពុងតែរៀនហើយជីកផ្ទាល់ធ្វើផ្ទាល់ឃើញផ្ទាល់ស្គាល់ផ្ទាល់ហៅថាចេកព្រៃនេះផ្លែវាគេយកទៅធ្វើឱសថដែរហើយក៏អាចហូបបានដើមវាក៏យកធ្វើជាបន្លែសម្រាប់មនុស្សហូបបានដែរដូច្នេះសារៈប្រយោជន៍ចេកព្រៃនេះគឺមានគុណផលគុណភាពច្រើនយ៉ាងដូច្នេះយើងត្រូវតែអភិរក្សចេកព្រៃនេះជារៀងរហូតដើម្បីជាថ្នាំសម្រាប់មនុស្សចំនួនក្រោយកុំឲ្យបំបត្តិវប្បធម៌ដែលមានហើយយើងបំផ្លាញវាចោលដូច្នេះយើងណែនាំនិស្សិតឲ្យខំដាំឡើងវិញហើយរក្សាអភិរក្សកូនចេកព្រៃនេះគ្រប់ទីកន្លែងនៅពេលដែលត្រឡប់ទៅកាន់គេហដ្ឋានវិញគឺក៏យើងបង្កើតជាកម្មវិធីអីត្រូវដាំនៅតាមទីស្នាក់ការដាំនៅតាមគេហដ្ឋានឬក៏ដាំនៅតាមផ្ទះសម្បែងជាដើមលាក់នឹងលាក់ហេតុដូច្នេះបន្ទាល់ពេលនេះចេកព្រៃមានសារៈប្រយោជន៍ដូចខ្ញុំបានបញ្យល់ខាងដើមចឹងសូមអរគុណ